ឆ្នាំនេះវិញក្បួនដង្ហែនគរសង្គ្រាមរបស់យើងគឺធំជាងឆ្នាំមុនទៅទៀតមានដូចជាការដង្ហែក្បួនតាមខេត្តនីមួយៗជាច្រើននៅតាមដងវិថីមហាទន្លេយើងនេះព្រឹត្តិការណ៍នគរសង្គ្រាមនេះគឺជាព្រឹត្តិការណ៍មួយដែលបង្ហាញអំពីវប្បធម៌របស់ប្រទេសកម្ពុជាយើងហើយការប្រារព្ធកម្មវិធីនៃព្រឹត្តិការណ៍នគរសង្គ្រាមនេះគឺមិនចាកឆ្ងាយអំពីបងប្អូនវីរៈកងទ័ពយើងនៅតាមជាដែនទេហើយនឹងបងប្អូនភៀសទឹកខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាសូមអញ្ជើញមកទស្សនាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែនៃនគរសង្គ្រាមនេះគឺព្រឹត្តិការណ៍យើងគឺនឹងប្រារព្ធនៅថ្ងៃទី14ទៅដល់ថ្ងៃទី19ប៉ុន្តែក្នុងក្បួនដង្ហែព្រឹត្តិការណ៍នគរសង្គ្រាមគឺគេធ្វើឡើងនៅថ្ងៃទី15និង18បងកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនទាំងអស់គ្នាជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្គ្រាមនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026